ទឹកត្រីអំពិលទុំញ៉ាំជាមួយនឹងត្រីមិនថាត្រីចៀនមិនថាត្រីអាំងទេម៉ាក់ខ្ញុំក៏តែងតែធ្វើតាមរបៀបរបស់គាត់ណាហើយសម្រាប់រសជាតិវិញគឺរសជាតិរបស់គាត់ហ្មងរសជាតិរបស់គាត់ហើយគាត់នៅធ្វើដោយផ្ទាល់ដៃគាត់ទៀតសម្រាប់ត្រីបងខ្ញុំក៏ទិញមកពីផ្សារត្រីផ្ទក់1គីឡូគេអត់មានស្កាមានអីទេក៏យល់បែបអញ្ចឹងមកហើយសាឡាត់វិញតែ1500ទេធូរថ្លៃមែនទេជាមួយទឹកសក់ហើយជាមួយនឹងស្តៅហើយបដោះក៏ដូចជាជីផងដែរសម្រាប់ខ្ទឹមសនិងម្ទេសខ្ទឹមក្រហមហ្នឹងម៉ាក់ខ្ញុំក៏ដុតយកទៅដុតណានេះជារបៀបធ្វើរបស់គាត់ហើយគាត់បេះសបកម្ទេសចោលគាត់ឲ្យយកទៅកថានឹងវាក្រាស់ពេកពេលដែលសបកម្ទេសក្រាស់ពេកទៅដល់ពេលយើងបុកទៅវាមានឃើញតែសបកអញ្ចឹងណាខ្ទឹមក្រហមនេះគាត់ទុកនៅខាងក្រៅខ្លះគាត់ហាន់ដាក់ណាបងប្អូនមានដុតហើយមានហាន់ដាក់ក្រៅទៀតហើយនេះគាត់ចាប់ផ្ដើមបុកហើយជាមួយខ្ទឹមសខ្ទឹមក្រហមនិងម្ទេសដែលគាត់បានបុកមុនដុតមុនហ្នឹងណាបងប្អូនសុំទោសហើយនេះដែលប្រើសារតែញ៉ាំនៅទេគាត់ប្រើដៃច្បាច់ជាមួយនឹងអំបិលទុំគាត់យកគ្រាប់ទេហើយក៏ចាក់ចូលជាមួយនឹងទឹកត្រីក៏ដូចជាទឹកអំបិលទុំនិយាយទៅក៏ធ្វើលឿនបងប្អូនខ្ញុំថតអត់តែខ្ញុំកាត់ណាហើយក៏ដាក់គោនៅលើខ្ទះរសជាតិក៏បន្ថែមជាមួយនឹងស្ករត្នោតហើយនឹងប៊ីចេងទៀតសម្រាប់ខ្ទឹមក្រហមគឺគាត់ដាក់ក្រៅគេនៅពេលដែលទឹកអំបិលទុំនឹងវាចិត្តឆ្អិនអញ្ចឹងណាភ្លក់តាមចំណង់ចិត្តមើលតែរែងស្ទើតែឯងម៉ាក់ខ្ញុំបន្ថែមជាមួយនឹងស្ករក៏ដូចជាទឹកត្រីបន្តិចទៀតដែរស្រោចទឹកត្រីអំបិលទុំគឺរួចរាល់ហើយមកដល់វិជាត្រីម្ដងខ្ញុំបានបំពោមិនជាណាបងប្អូននិយាយមុននឹងខុសទៀតហើយនិយាយវីដេអូនេះខុសរហូតហើយខ្ញុំដាក់នៅលើចង្អើចេះមកដើម្បីវាស្រស់ខ្លាញ់ខ្លះណាសម្រាប់ត្រីបំពោញ៉ាំជាមួយនឹងទឹកត្រីអំបិលទុំរបស់ខ្ញុំក៏រួចរាល់ដែរហើយនេះមានស្ដៅបន្តិចដោយសារតែខ្ញុំអត់សូវចេះញ៉ាំស្ដៅបងខ្ញុំក៏មិនសូវចេះនិយាយទៅអាស្ដៅនឹងសតាំងពីថ្ងៃណាមកទេហើយយកមកដាក់ចូលបដ ாய் នេះហើយថតមីកូនទូចមិនគេមីកូនទូចឃើញបន្លែច្រើនឃើញត្រីចេះវាចង់ញ៉ាំណាវាចង់ញ៉ាំមែនទេដូចថាវាឃ្លានណាតែបន្តដល់អាយុដែលគាត់ត្រូវញ៉ាំណាតែពេលចឹងទៅនេះឲ្យលឹកកសក់បន្តិចឲ្យមកជើងគេខ្វាយនិយាយថាឃើញអត់បានឃ្លាននោះឃ្លានតែមកឃ្លានជាងអ្នកថតទៅទៀតហើយដល់វគ្គភ្លក់ឯនេះខ្ញុំរៀនញ៉ាំស្ដៅខ្ញុំដាក់តែម្ដងទេនិយាយពីថាម្ដងហ្នឹងហ่าបងប្អូនអើយល្វីងចប់មាត់ខ្ញុំមិនដឹងមិនទេម្រះ1ស្ដៅ2ឲ្យតែរបស់ល្វីងចឹងគឺខ្ញុំញ៉ាំអត់បានទេប៉ុន្តែបើសិនជាអាជារៀងល្វីងទៅជាញ៉ាំបានវិញអត់យល់ខ្លួនឯងតែហ្មងណាតិចច្រឡំគេឲ្យដូរអីគេ ABC ជាមួយនឹងស្ដៅក៏ដូចជាម្រះយក ABC អើយមិនយកទេស្ដៅជាមួយនឹងម្រះមែនតែស៊ូនេះក៏ខ្ញុំអត់ញ៉ាំដែរនិយាយទៅអត់នឹងនិយាយបោយាយមិនអីចាញ់ណាបងប្អូនហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើមានកន្លែងណាខុសឆ្គងសូមធ្វើការខន្តីអភ័យទោសផងជួបគ្នានៅវីដេអូក្រោយទៀតបាយ